ឲ្យតម្លៃអេបដែលយើងរត់ហ្នឹងគេអត់ឡើងតម្លៃឲ្យទេអត់ឡើងតម្លៃតាមគេអញ្ចឹងដោះស្រាយជីវភាពវាពិបាកសូម្បីតែបាយមួយថ្ងៃ3ពេលมันបានគ្រប់វាថ្លៃគេចាប់តាមអ្នកអង្គយើងតាមអង្គទៅគាត់ថាវាមិនស្រួលដូចយើងខាងរះទេប៉ុន្តែយើងសំចៃទៅយើងប្រើអស់ទៅវាថ្លៃប៉ះដំណាំខ្លះដូចជាក្រៅអញ្ចឹងគឺត្រូវការទឹកជាប្រចាំដូចអញ្ចឹងយើងត្រូវការប្រើម៉ាស៊ីនហ្នឹងដើម្បីបូមទឹកឡើងមកដើម្បីគុតគង់ឲ្យដំណាំហ្នឹងអញ្ចឹងខ្ញីបាទកោះមកគឺផលចំណេញអត់បានទេខាតទាំងអស់ហ្មងបាទដោយសារពេលរំលងពេលប្រេងឡើងថ្លៃហ្នឹង